ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Gen V ទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមានវីដេអូអំពីត្រីក្រឹមនិងត្រី7ពណ៌ចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយ Channel របស់ខ្ញុំនេះត្រូវបានផ្អាកផុសក្នុងរយៈពេល7កន្លះឆ្នាំហើយដោយសារតែមានបញ្ហារវល់អំពីការបញ្ចប់ឆ្នាំនៃសារណារបស់ខ្ញុំដោយមិនសូវមានពេលធ្វើវីដេអូបង្ហាញអ្នកទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំក៏មានពេលទំនេរខ្លះក៏ថតចែកជូនបងប្អូនទាំងអស់គ្នាទស្សនានេះគឺជាកូនត្រី7ពណ៌ដែលខ្ញុំបានបង្កាត់ដែលមានអាយុរយៈពេល7ទៅ10ថ្ងៃហើយពេលនេះវាចាប់ផ្ដើមចេះស៊ីចំណីបណ្ដាទៅហើយឥឡូវនេះយើងទុកកូនត្រី7ពណ៌ចោលហើយយើងក៏លេខទៅមើលសម្បុកមួយទៀតវិញដោយខ្ញុំបានរៀបចំមេត្រី7ពណ៌ចំនួន4គូសម្រាប់បង្កាត់បន្ថែមទៀតសម្រាប់ត្រី7ពណ៌នេះវិញគឺងាយស្រួលនៅក្នុងការចិញ្ចឹមគ្រាន់តែយើងដាក់នៅក្នុងទីលានមួយដែលធំទូលាយហើយមានមេហើយនឹងបាហើយយើងដាក់ចូលបង្កាត់នោះវានឹងបង្កាត់កូនហើយងាយស្រួលនៅក្នុងការចិញ្ចឹមមួយនេះវិញគឺជាប្រភេទកូនត្រីក្រឹមខាំដែលវាមានអាយុប្រហែលជា2ទៅ3ខែហើយចំនួនវាគឺកាលពីមុនប្រហែលជា2សប្តាហ៍មុនគឺវាមានប្រមាណជាង71000កូនដោយសារតែឥឡូវនេះទាចូលទៅជីខ្លះធ្វើឲ្យវាទៅសល់ត្រឹមតែ3ទៅហើយនេះក៏ជាសកម្មភាពខ្លះរបស់ខ្ញុំដែលថ្ងៃឈប់សម្រាកដែលខ្ញុំបានថតឲ្យបងប្អូនទាំងអស់គ្នាទស្សនាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗមានពេលទំនេរខ្ញុំនឹងថតពីបច្ចេកទេសនិងវីដេអូថ្មីៗចែកជូនបងប្អូនទាំងអស់គ្នាបន្ថែមទៀតសូមអរគុណ